នេះគឺជាសកម្មភាពដែលក្រុមការងារគាត់កំពុងតែដំឡើងនៅខ្សែអុបទិកនៅក្នុងបរិយាហេងហ្នឹងដើម្បីជាសុវត្ថិភាពយើងត្រូវដាក់កាមេរ៉ាតាមផ្លូវទាំងអស់នៅក្នុងច្រកចេញចូលគ្រប់ច្រកមានដូចជា7 8ច្រកនៅក្នុងហេងហៀងសាខា 6A នេះបាទយើងរត់ទៅហើយនឹងទៅដាក់នៅមែនធំគឺនៅខ្លោងជាធំខ្លោងជាធំខាងនេះថ្ងៃតិចខ្លោងជាធំនៅខាងនេះគឺច្រកចូលមួយទៀតបាទអញ្ចឹងយើងត្រូវរត់យកទៅដាក់នៅក្នុងនឹងទាំងអស់ទៅតមួយនឹងកាមេរ៉ាហើយមួយសេតទៀតគឺយើងត្រូវរត់ទៅខាងខ្លោងទ្វារធំចូលខ្លោងទ្វារទី1ខ្លោងទ្វារទី2ទៅតជាមួយនឹងកាមេរ៉ាដែលយើងបំពាក់នៅតាមផ្លូវទាំងអស់ហ្នឹងបាទហើយសុវត្ថិភាពដែលអ្នករស់នៅក្នុងបរិយាបាទដោយសារតែយើងមានការឃើញសិក្សាមួយចំនួនទៅផ្នែកផ្លូវកែងឬមួយក៏ផ្លូវបត់អីយើងមើលអត់ឃើញអីចឹងទៅគឺយើងអាចមានកាមេរ៉ាហ្នឹងដើម្បីជាជំនួយពេលបើកបរឬមួយក៏អីចឹងទៅយើងអាចមានផុសតាងឬមួយក៏អីជាសុវត្ថិភាពដែលអ្នកនៅក្នុងបរិយានៅក្នុងអីជាដើមចឹងទៅបាទ